នេះជាពេលវេលាដែលខ្ញុំក្តុកក្តួលជាទីបំផុតដែលខ្ញុំបានធ្វើដំណើរចាកចេញពីកន្លែងដែលខ្ញុំធ្លាប់ធ្វើការជាមួយតកាយចាស់របស់ខ្ញុំដែលគាត់ជាមនុស្សល្អគួរឲ្យគោរពនិងមានមនោសញ្ចេតនាចំពោះយើងគាត់បានផ្ដល់នូវមេរៀនជាច្រើនដល់យើងនិងគាត់បានជួយបង្រៀនយើងការងារផ្សេងៗដែលគាត់មាននៅក្នុងខ្លួនគាត់ជាច្រើនហើយដោយសារតែពេលហ្នឹងគាត់អត់សូវមានការងារធ្វើខ្ញុំក៏បានចាកចេញពីកន្លែងគាត់ដោយក្តីអាឡោះអាល័យជាទីបំផុតហើយខ្ញុំធ្លាប់បដូរការងារជាច្រើននៅក្នុងអាជីពការងាររបស់ខ្ញុំមិនដែលមានពេលណាដែលខ្ញុំក្តុកក្តួលដូចពេលនេះទេទើបតែពេលនេះខ្ញុំមានការក្តុកក្តួលខ្លាំងខ្ញុំពេលដែលខ្ញុំចេញពីកន្លែងដែលខ្ញុំធ្លាប់ធ្វើកន្លែងនេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំក្តុកក្តួលខ្ញុំអួលដើមទ្រូងខ្ញុំអួលដើមកហ្មងខ្ញុំស្រក់ទឹកភ្នែកពេលដែលខ្ញុំចាកចេញពីទីកន្លែងនេះដោយសារតែជួបមិត្តភ័ក្តិដែលល្អនិងជាពិសេសគឺតកែគាត់គឺជាមនុស្សល្អគាត់មានមនោចេតនាមានទឹកចិត្តចំពោះយើងអញ្ចឹងទៅកន្លែងណាក៏ដោយឬក៏ធ្វើអីក៏ដោយយើងមានការខុសឆ្គងអីក៏ដោយគាត់តែងតែព្យាយាមប្រាប់យើងដោយពាក្យសម្ដីល្អឲ្យគាត់មានគោលបំណងចង់ឲ្យយើងថាយើងចេះអញ្ចឹងហើយទីកន្លែងនេះមួយគឺខ្ញុំដិតជួបអារម្មណ៍របស់ខ្ញុំមិនអាចបំភ្លេចបានទេគឺជាទីកន្លែងដែលខ្ញុំចាកចេញដែលខ្ញុំមានការក្តុកក្តួលជាទីបំផុតហើយក៏ខ្ញុំក៏សូមអរគុណចំពោះមិត្តភ័ក្តិក៏ដូចជាអ្នកនៅជាមួយគ្នាដែលប្រកបទៅដោយមនោសញ្ចេតនានិងការរស់នៅជាមួយគ្នាប្រកបដោយការយល់ចិត្តគ្នាទៅវិញទៅមកចេះជួយទុក្ខធុរៈគ្នាចេះជួយអាសាគ្នាទៅវិញទៅមកក៏ដូចជាពេលយើងឈឺស្កាត់យើងមានទុក្ខធុរៈផ្សេងហ្នឹងហើយតែងតែមានការជួយគ្នានឹងដូចជាការជួយទិញថ្នាំទិញអីផ្សេងហ្នឹងហើយតែងតែមានការជួយទុក្ខធុរៈគ្នាខ្ញុំទឹកជាប់អារម្មណ៍ទីកន្លែងនេះកន្លែងផ្សេងខ្ញុំដូរការងារជាច្រើនហើយខ្ញុំដូចជាការធម្មតាដូចជាការបដូរទីកន្លែងរស់នៅធម្មតាតែមួយកន្លែងនេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំក្តុកក្តួលខ្ញុំអួលដើមកជាមួយតកែជាមួយអ្នកនៅរួមការងារជាមួយគ្នាក៏ដូចជាអនុស្សាវរីយ៍ផ្សេងនេះគឺជាអនុស្សាវរីយ៍ដែលយើងនៅជួបជុំគ្នាគឺសប្បាយរីករាយពេលដែលយើងចុងសប្តាហ៍ម្ដងយើងជួបជុំគ្នាហូបចុកបន្តិចបន្តួចពិភាក្សាគ្នាពីរឿងការងារក៏ដូចជាកូនតកែក្តីក៏តកែក្តីក៏តែងតែផ្ដល់ការកក់ក្ដៅចំពោះយើងក៏ដូចជាការជួយបង្រៀនយើងពីបញ្ហាការងារផ្សេងនៅក្នុងប្រទេសកូរ៉េហើយនេះជាកន្លែងដែលគាត់ជួយបង្រៀនខ្ញុំដូចជាការស្ទូចក្រែនហ្នឹងគាត់ជួយប្រាប់ថាយើងស្ទូចយ៉ាងម៉េចស្រួលស្ទូចយ៉ាងម៉េចល្អស្ទូចធ្វើយ៉ាងម៉េចឲ្យវាលឿនកុំឲ្យស្ទះយូរខាតពេលវេលាអីជាដើមហ្នឹងព្រោះអីពេលដែលយើងធ្វើហ្នឹងគាត់នៅឈរពីលើអញ្ចឹងហើយគាត់តែងតែមើលឃើញថាយើងមានការខុសឆ្គងកន្លែងនេះកន្លែងនោះយើងពិបាកកន្លែងនេះកន្លែងនោះយើងយឺតកន្លែងនេះកន្លែងនោះអញ្ចឹងហើយដល់ពេលចប់ពីការងារពេលល្ងាចម៉ោងបាយហើយយើងមួយទឹកមួយអីហើយយើងបាយហើយអញ្ចឹងគាត់ក៏មកជួយប្រាប់យើងពីរបៀបរបបពីការងារដែលទៅធ្វើយ៉ាងម៉េចឲ្យលឿនឲ្យវាឆាប់រហ័សអញ្ចឹងណានៅជាទឹកចិត្តកែរបស់ខ្ញុំដែលគាត់តែងតែមានការព្យាយាមជួយប្រាប់យើងឲ្យយើងធ្វើការលឿនឲ្យយើងធ្វើការលះឲ្យគាត់អញ្ចឹងហ្នឹងហើយជាកន្លែងដែលខ្ញុំដិតជាប់អារម្មណ៍ជាប់ជានិច្ចដែលគឺជាតកែមួយដែលល្អសម្រាប់ខ្ញុំហើយអត់ដែលធ្វើឲ្យយើងពិបាកទេមានតែយើងទេដែលធ្វើឲ្យគាត់ពិបាកជាមួយគាត់នោះយ៉ាងហើយគាត់តែងតែមានការព្យាយាមជាច្រើនជួយប្រាប់យើងពីការងារធ្វើម៉េចឲ្យលឿនធ្វើម៉េចឲ្យរហ័សហើយមិនតែប៉ុណ្្នឹងទេគាត់មានមនោចេតនាជាមួយយើងខ្លាំង
អ្នកខ្លះគេថាជនជាតិកូរ៉េអត់មានមនោចេតនាអត់មានអីតែខ្ញុំភាគច្រើនខ្ញុំដើរជួបតកាយកូរ៉េភាគច្រើនគឺគាត់តែងតែមានមនោចេតនាជាមួយយើងច្រើនដែរហ្នឹងដោយសារតែអីគាត់អត់មានមនោចេតនាខ្លះដោយសារតែយើងធ្វើការជាមួយគាត់ហ្នឹងយើងធ្វើការចុងដៃចុងជើងអត់យកចិត្តទុកដាក់ជាមួយការងារអញ្ចឹងយើងធ្វើឲ្យរួចពីដៃការងារស្អាតក៏ដោយយើងធ្វើឲ្យរួចពីដៃទៅហើយទុកឲ្យគេធ្វើក្រោយទៀតដូចជាធ្វើសារថ្មីអញ្ចឹងទៅអញ្ចឹងទៅតកាយកូរ៉េគាត់អត់ចូលចិត្តទេគាត់ stress ណាស់ហើយគាត់និយាយទៅគាត់ចូលចិត្តពីការយើងធ្វើការលះលឿនយកចិត្តទុកដាក់ជាមួយគាត់ទោះបីយឺតយ៉ាវបន្តិចក៏ដោយឲ្យតែយើងធ្វើឲ្យស្អាតឲ្យលឿនឲ្យគាត់ហើយនឹងគឺអូខេអត់មានបញ្ហាទេតែតែយើងធ្វើការយំដៃចុងជើងអត់យកចិត្តទុកដាក់ធ្វើការហើយគេបណ្ឌិតមើលក្រោយមកវាអត់កើតហើយគេនៅកែក្រោយទៀតអញ្ចឹងគាត់អត់ចូលចិត្តទេអញ្ចឹងហើយគាត់កូរ៉េគាត់ចូលចិត្តតែធ្វើការកន្លែងណាមួយក៏ដោយតិចតួចក៏ដោយច្រើនក៏ដោយកន្លែងកលុកកលៀតណាក៏ដោយយើងធ្វើហើយដឹងតែហើយអត់យើងអត់កែទៀតអញ្ចឹងណានឹងគាត់ចូលចិត្តដល់កន្លែងអញ្ចឹងតែបើយើងធ្វើការហើយយើងនៅតែកែក្រោយមុខក្រោយដែលធ្វើការដែលហ្នឹងគឺគាត់អត់ពេញចិត្តទេគាត់អត់ចូលចិត្តទេអញ្ចឹងហើយគាត់តែងតែមានការណែនាំយើងវិញឯងដោយសកម្មភាពនេះគឺតការរបស់ខ្ញុំគាត់ណែនាំគាត់ប្រាប់ពីរបៀបយើងធ្វើការមិនលឿនអានេះគាត់រៀនវារបៀបស្ទូចការនឹងខ្ញុំទៅស្ទូចជាមួយពួកគាត់នឹងវារៀងស្ទូចទៅបានតែ3 4 5ដងអញ្ចឹងវាអត់តន់លឿនអញ្ចឹងយើងរៀងមានការឆ្កងច្រើនពីការកាន់ខ្សែកាន់អីផ្សេងហ្នឹងតែអញ្ចឹងទៅគាត់មកប្រាប់យើងពីបញ្ហាកាន់ខ្សែកាន់អីយើងសោកខ្សែរបៀបម៉េចតោងខ្សែរបៀបម៉េចសោកខ្សែរបៀបម៉េចនឹងឲ្យតម្លាក់មកយើងត្រូវដោះខ្សែរបៀបម៉េចអញ្ចឹងណាព្រោះអីការងារកូរ៉េគឺតែប៉ុណ្្នឹងឯងយើងធ្វើជាពលករគេមែនក៏ប៉ុន្តែយើងធ្វើម៉េចយើងធ្វើឲ្យលឿនឲ្យគាត់គឺគាត់ស្រឡាញ់យើងចូលចិត្តយើងហើយថាយើងគាត់ចូលចិត្តយើងស្រឡាញ់យើងធម្មតាពីមាត់មួយទៅមាត់មួយតែយើងធ្វើល្អហើយគេស្រឡាញ់ហើយគឺគាត់ទៅនិយាយប្រាប់តកាយគ្នាគាត់ឯថាអូជនជាតិកម្ពុជាធ្វើការល្អចេះចុះអញ្ចឹងណាហ្នឹងហើយតែអញ្ចឹងទៅបងប្អូនដែលគាត់ទៅដាក់ពាក្យដាក់អីមករៀនមកប្រឡងមកហ្នឹងក៏មានការភាពងាយស្រួលក៏គេត្រូវតម្រូវការច្រើនយ៉ាងដែរហើយពេលណាដែលយើងនៅប្រទេសគេហៅយើងធ្វើជាពលករគេហៅយើងធ្វើការអីចុងដៃចុងជើងអីជាដើមហ្នឹងហើយយើងបង្កបញ្ហាផ្សេងដូចជាដើរលេងមានបញ្ហាធ្វើការអត់កើតឬក៏យើងដើរទៅមានបញ្ហាវាយគ្នាវាយអីអញ្ចឹងធ្វើឲ្យលំបាកដល់គាត់អញ្ចឹងណាទៅអញ្ចឹងពីបញ្ហាហ្នឹងគាត់តែងតែយកទៅវិភាសាជាមួយក្រសួងឬមួយក៏មិត្តភ័ក្តិគាត់ផ្សេងហ្នឹងពីមាត់មួយទៅមាត់មួយតែងតែលើឲ្យចេះចុះថាខ្មែរយើងតែងតែនិយាយថាក្អែកមួយក្អែក10អញ្ចឹងណានឹងតែអញ្ចឹងលើពីមាត់មួយទៅមាត់មួយវាមិនល្អទេអញ្ចឹងយើងគួរតែកសាងគេឈ្មោះឲ្យល្អហ្នឹងហើយដើម្បីជាខ្លួនយើងផងហើយដើម្បីជាផលប្រយោជន៍ដល់បងប្អូនដែលគាត់ជាអ្នកខំរៀនខំអីប្រឡងមកយ៉ាងផងហើយក៏ជាគេឈ្មោះមួយដល់ជាតិសាសន៍របស់យើងក៏ដូចជាប្រទេសរបស់យើងអញ្ចឹងណាឲ្យគេស្គាល់ថាអូប្រជាជនខ្មែរដែលគាត់មកធ្វើការគឺគាត់ធ្វើការល្អចេះស្ដាប់តកែណាយកចិត្តទុកដាក់ឆ្លាតវាល្វីហ្នឹងហើយចេះគិតអញ្ចឹងណាពួកអីគាត់គិតថាគាត់និយាយប្រាប់យើងកន្លែងហ្នឹងគាត់ថាឲ្យយើងឲ្យគិតមើលគិតឲ្យមើលឲ្យច្រើនឲ្យគិតឲ្យច្រើនថាយើងធ្វើរបៀបណាដើម្បីឲ្យល្អនឹងឲ្យលឿនណាឃើញគាត់ប្រាប់យើងកន្លែងនេះគាត់និយាយទៅគាត់ពង្រៀនពួកខ្ញុំ4នាក់
mộtអ្នកនឹងគាត់បង្រៀនតាំងពីម៉ោង7រហូតដល់ម៉ោង12ជាងយប់ថ្ងៃនោះហើយជាពេលវេលាមួយដែលខ្ញុំរំលឹកអនុស្សាវរីយ៍ជាមួយតកែក៏ដូចជាអ្នកធ្វើការរួមការងារជាមួយគ្នានៅកន្លែងផ្សេងគ្នាទេដូចជាអ្នកពីរអ្នកអាវវាលនេះហើយក៏អាវខៀវនេះអាវខៀវឆ្នោតសនឹងគាត់នៅកំពង់ចាមខ្ញុំអាវខៀវនេះនៅខ្ញុំនៅខេត្តកណ្ដាលម្នាក់ឯងហើយគាត់ម្នាក់ទៀតគាត់ដូចជានៅកំពង់គាត់នៅខេត្តកពតហ្នឹងហើយនៅខេត្តផ្សេងគ្នាមកជុំគ្នាធ្វើការជាមួយគ្នាហើយសិតតែជាអ្នកដែលតកែគាត់ឆ្លាញ់គាត់ពេញចិត្តទាំងអស់អញ្ចឹងហើយគាត់តកែគាត់ព្យាយាមប្រាប់ពីការងារផ្សេងគាត់ធ្វើឲ្យលឿនព្រោះការងារការ៉េគាត់គឺត្រូវការលបឿនត្រូវការលឿនអញ្ចឹងហើយគាត់ក៏ព្យាយាមប្រាប់យើងធ្វើមិនអញ្ចឹងណានឹងហើយយើងចេះការងារហ្នឹងក៏ល្អដែរយើងអត់ហត់ទេតែយើងអត់ព្យាយាមធ្វើតាមគាត់អញ្ចឹងយើងធ្វើហត់ហើយវាយូរការងារអញ្ចឹងតែយូរការងារអញ្ចឹងគេអត់ពេញចិត្តមួយយើងទេអញ្ចឹងហើយយើងត្រូវតែព្យាយាមធ្វើម៉េចហើយយើងគិតខ្លួនឯងថាអូបើធ្វើម៉េចឲ្យលឿនអញ្ចឹងណាហ្នឹងហើយនេះសកម្មភាពរបស់ពួកខ្ញុំដែលតកែគាត់ជួយបង្រៀនជួយអីអញ្ចឹងហើយពិតជាល្អមែនទែនហើយក៏ខ្ញុំក៏ថ្លែងអំណរគុណហើយក៏អរគុណនឹងឲ្យដល់តកែក៏ដូចជាអ្នកធ្វើការជាមួយគ្នាមែនទែនដែលគាត់យកចិត្តទុកដាក់ឲ្យគាត់ស្ដាប់តកែមែនទែនហ្នឹងហើយគាត់តែងតែការងារអីក៏ដោយតែងតែធ្វើតាមតកែទោះបីយឺតទោះបីលឿនមិនក៏ដោយក៏ព្យាយាមធ្វើឲ្យលឿនតាមដែលអាចធ្វើទៅបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏សូមបងប្អូនទាំងអស់ដែលគាត់មករស់នៅក្នុងប្រទេសកូរ៉េហ្នឹងធ្វើការជាមួយតកែហ្នឹងក៏សូមយើងធ្វើម៉េចដើម្បីខ្លួនយើងយើងនិយាយទៅបើយើងធ្វើមិនមែនតែត្រឹមតែខ្លួនយើងទេយើងធ្វើល្អគឺវាមិនមែនតែខ្លួនយើងទេគឺវាសាយភាយទូទៅនឹងដល់ប្រទេសរបស់យើងទៀតផងព្រោះអីយើងមកនេះវាប្រៀបដូចជាអត្តសញ្ញាណមួយសម្រាប់សម្គាល់របស់ប្រទេសយើងដែរពួកអីខ្ញុំធ្លាប់ដើរធ្វើការច្រើនកន្លែងពេលដែលយើងទៅកន្លែងណាក៏ដោយគេតែងតែសួរយើងថាយើងមកពីប្រទេសណាជនជាតិអីចឹងណាហ្នឹងហើយគេសម្គាល់យើងថាអូតើជនជាតិនឹងធ្វើការម៉េចអត្តចរិតរបៀបម៉េចស្លូតបូតកាយសាហាវឬក៏យ៉ាងណាគេតែងតែកត់សម្គាល់យើងរបៀបនឹងវាយើងឆ្លាតទេគេសរសើរយើងថាអូជនជាតិនេះឆ្លាតបកកែធ្វើការលឿនអញ្ចឹងណាតែបើយើងអត់ឆ្លាតអត់នេះអត់ធ្វើការលឿនអត់បកកែទេគេតែងតែនិយាយគ្នាអូកម្ពុជាអញ្ចឹងអញ្ចឹងល្អអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយយើងគួរតែគ្រប់គ្នាយើងព្យាយាមហើយខ្ញុំក៏ឃើញហើយជនមានតែជាតិសាសន៍ជាច្រើនដែលមកធ្វើការនៅកូរ៉េមានតែជនពីកម្ពុជាយើងទេខ្ញុំសម្គាល់ច្រើនជនពីកម្ពុជាយើងធ្វើការស៊ូក្តៅហត់យ៉ាងណាក៏ដោយតែគាត់ថាយើងជនជាតិកម្ពុជាយើងចាញ់គេមួយត្រង់កន្លែងដែលយើងអត់ចេះយកចិត្តគេទេយើងធ្វើការដោយកម្លាំងយើងធ្វើការដោយនិយាយថាយកចិត្តទុកដាក់ដោយខ្លួនឯងហ្មងណាយើងអត់ចេះយកចិត្តអ្នកណាទាំងអស់ហើយហ្នឹងហើយជាចំណុចមួយដែលយើងចាញ់ជនជាតិមួយចំនួនដែលគេធ្វើការហើយគេចេះយកចិត្តណាតែយើងធ្វើការគឺយើងធ្វើការពីចិត្តអស់ពីចិត្តយើងធ្វើការកន្លែងណាក៏ដោយយើងស៊ូមែនតើខ្ញុំសរសើរជនជាតិខ្មែរទៅប៉ុណ្ណឹងនឹងឲ្យខ្ញុំអរគុណហើយដែលជនជាតិខ្មែរយើងគ្រប់គ្នាទាំងអស់នឹងដែលគាត់មកធ្វើការនៅក្នុងប្រទេសគេតែគាត់ខំព្យាយាមធ្វើការបានល្អនឹងហើយក៏មានជនជាតិកូរ៉េជាច្រើនដែរដែលគាត់ស្គាល់វិសាយើងធ្វើការបានល្អហើយក៏សូមសំណើសូមបងប្អូនទាំងអស់ព្យាយាមគ្រប់គ្នាបងប្អូនណាធ្វើការឲ្យល្អដើម្បីជាអត្តសញ្ញាណជាតិរបស់យើងហើយមែនតើខ្ញុំតែងតែគិតថាខ្ញុំ
គិតដល់ថ្ងៃតាំងពីខ្ញុំដំបូងមកខ្ញុំមិនគួរគិតខ្ញុំគិតថាហេតុអ្វីយើងត្រូវធ្វើជាពលកររបស់គេទាំងស្រុករបស់យើងសម្បូរទៅដោយធនធានផ្សេងជាច្រើនដូចជាយើងនិយាយពីធនធាន2ទី1ធនធានកសិកម្មទី1ធនធានទេសចរយើងសម្បូរបែបស្រុកយើងមានព្រៃឈើមានកន្លែងរមណីយដ្ឋានមានគោវត្តមានកន្លែងកំសាន្តផ្សេងជាច្រើនដូចជាពិសេសគោវត្តប្រាសាទប្រទេសស្រីប្រាសាទផ្សេងដែលមាននៅជុំវិញប្រទេសកម្ពុជាហើយជាពិសេសនឹងទៀតគឺវិស័យកសិកម្មនឹងតែម្ដងបងប្អូនព្រោះអីខ្ញុំមកកូរ៉េនឹងឃើញផ្ទាល់គឺវិស័យកសិកម្មរបស់គេនឹងគឺពិបាកធ្វើមែនតើបងប្អូនអត់ដូចស្រុកខ្មែរយើងទេគឺពិបាកខ្លាំងហ្មងដូចជាពេលដែលរដូវក្តៅខ្លាំងគឺរដូវនៃប្រទេសកូរ៉េគឺក្តៅខ្លាំងក្តៅហួតហែងក្តៅដល់40អង្សា45អង្សាអញ្ចឹងក្តៅមែនតើក្តៅស្ទើរតែដើរចេញពីផ្ទះអត់បានណាបងប្អូនតែបើស្រុកខ្មែរយើងវាអត់ក្តៅដល់ថ្នាក់ហ្នឹងទេហើយបើរដូវត្រជាក់វិញក៏មិនត្រជាក់ខ្លាំងដល់យើងធ្វើអីអត់បានដែរបងប្អូនណានឹងហើយបើនៅប្រទេសកូរ៉េវិញបើរដូវក្តៅរដូវត្រជាក់វិញណាបងប្អូនគេចង់ដាំអីគេទៅតែធ្វើហៅស៊ឺធ្វើដោយរបៀបផ្ទះផ្លាស្ទិកណាបងប្អូនធ្វើផ្ទះផ្លាស្ទិកហើយគេទៅដាក់ស្បោងគេទៅដាក់ភ្លើងដាក់អីកម្ដៅហ្នឹងហើយដើម្បីឲ្យដំណាំរបស់គេហ្នឹងវាមានកម្ដៅដើម្បីវារស់បានណាអញ្ចឹងវាត្រូវចំណាយច្រើនណាត្រូវចំណាយភ្លើងចំណាយអំពូលចំណាយពលកម្មចំណាយវត្ថុផ្សេងដូចជាហៅស៊ឺជាដើមបងប្អូនហើយបើដូចជាស្រុកខ្មែរយើងបើដូចជារដូវត្រជាក់វិញយើងអត់មានចំណាយអីច្រើនទេយើងគ្រាន់តែចំណាយធ្វើម៉េចយើងចំណាយដីចំណាយទឹកតែប៉ុណ្្នឹងឯងយើងដាំវាលអត់មានបញ្ហាអីទេគឺយើងដាំបានហ្នឹងហើយគ្រាន់តែយើងចំណាយលើបច្ចេកទេសការថែទាំការប្រើជីការប្រើថ្នាំការប្រើទឹកអីហ្នឹងឲ្យវាត្រូវតាមលក្ខណៈបច្ចេកទេសអញ្ចឹងណាតែបើមើលការតស៊ូរបស់ជនជាតិខ្មែររបស់ជនជាតិកូរ៉េខ្ញុំឃើញថាជនជាតិខ្មែរយើងមានការតស៊ូខ្លាំងឆ្ងាយជនជាតិកូរ៉េធ្វើការ 10% ជនជាតិខ្មែរយើងធ្វើការ 50% ទៅ 70% នេះជាការសង្កេតរបស់ខ្ញុំព្រោះដោយសារថាយើងមានកម្រិតនៃការចេះដឹងអញ្ចឹងយើងត្រូវចំណាយកម្លាំងច្រើនតែបើនិយាយពីការធ្វើវិញគឺខ្មែរយើងឆ្លាតណាស់ការងារមុំយើងធ្វើតែមួយខែកន្លះខែឬក៏2ខែអីគឺយើងចេះយើងជំនាញយើងធ្វើបានហ្មងនឹងអាហ្នឹងគឺការមើលឃើញរបស់ខ្ញុំអញ្ចឹងណានឹងហើយខ្ញុំក៏មានអីច្រើនដែរក៏មានតែការជូនពរក៏សូមជូនពរដល់បងប្អូនខ្មែររបស់យើងទាំងអស់នឹងហើយជាសិក្ខាកាមក៏ដូចជាអ្នកកំពុងតែបំពេញភារកិច្ចនៅក្នុងប្រទេសកូរ៉េដូចជានៅក្នុងប្រទេសខ្មែរយើងនឹងមានការព្យាយាមហើយក៏សូមមានការស្នើសុំដែរនៅក្នុងក្រសួងកសិកម្មរបស់ខ្មែរយើងបងប្អូនសូមឲ្យគាត់គិតគូរពីរឿងតម្លៃនៃកសិកម្មរបស់ខ្មែរយើងក៏ដូចជាគាត់ផលិតស្រូវក៏ដូចជាគាត់ផលិតសណ្តែកផលិតនៅកសិកម្មផ្សេងសូមឲ្យគាត់មានតម្លៃល្អផងខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងព្រោះឲ្យខ្ញុំជីវិតជាអ្នកកសិករខ្ញុំធ្លាប់ពិបាកវេទនាខ្លាំងណាស់ហើយពេលនេះក៏ខ្ញុំមិនស្រួលទេក៏នៅតែពិបាកដដែលនឹងចឹងហើយក៏សូមក្រសួងពាក់ព័ន្ធទាំងអស់បាទសូមក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ក៏សូមស្នើសុំឲ្យលោកគិតគូរពីរឿងបញ្ហាតម្លៃនីតិផ្សាររបស់បងប្អូនកសិកម្មកាលណាដែលបងប្អូនធ្វើកសិកម្មកសិករនឹងគាត់មានតម្លៃទីផ្សារគាត់ខំប្រឹងប្រែងគាត់ធ្វើណាតែបើគាត់អត់មានតម្លៃក៏គាត់បាក់ទឹកចិត្តដែរបងប្អូនហើយតែខ្ញុំមិនប៉ុណ្ណឹងមានសូមអរគុណហើយថ្លែងអំណរគុណដល់បងប្អូនដែលខំប្រឹងប្រែងក៏សូមអរគុណដល់ក្រសួងកសិកម្មដែលឬក៏ក្រសួងពាក់ព័ន្ធទាំងអស់
សូមឲ្យលោកគិតពិចារណាពីបញ្ហាតម្លៃហ្នឹងครับបងប្អូនហ្នឹងហើយខ្ញុំអរគុណប៉ុណ្ណឹងខ្ញុំសូមអរគុណហើយសូមបញ្ចប់ប៉ុណ្ណេះចុះអរគុណ